លើករឿងមករឿងឲ្យខ្ញុំស្ដាប់អសាមគ្គីនឹងរកអំពីដំរីហើយនឹងក្រួចក្រួចទៅចូលចិត្តនៅឯងខ្ញុំសាក់ក្រួចនៅនឹងដីនៅព្យួរនៅនឹងដបោកនៅនឹងក្រោមអាដីជាពិសេសអាដីគេអាកពតស្មៅដែលមានស្មៅអាស្មៅជៀនយើងនៅពីលើងាប់ដុំហ្នឹងវាមានកន្លុកនៅហ្នឹងគឺវានៅក្នុងហ្នឹងនៅនឹងដបោកនៅនឹងដានដីកន្លុកដែលមានស្មៅនៅពីលើចិត្តហប់ចិត្តឆឹងហ្នឹងវាចូលទៅនៅក្នុងហ្នឹងនៅដីដបោកនៅដានដីប៉ុណ្ណាអាសាក់ក្រួចនេះវាចូលចិត្តនៅតែអញ្ចឹងហើយដំរីនេះវាធំក្រួចវាតូចមិនអញ្ចឹងទូតែមួយហ្នឹងប៉ាន់មេជើងហ្នឹងហើយអាដំរីនោះមិនធម្មតាណាធំហើយដល់វាដើរតាច់ញ៉ាច់បាច់ញ៉ាច់មកមកជន់សបុកក្រួចហ្នឹងងាប់តិចកូនគេមកសបុកមកបាតជើងវាហ្នឹងកុំថាដល់ក្រួចសំបីតែឆ្កែងាប់ដែរមកដាក់ចំពីលើហ្នឹងញោមហើយមកបាតជើងហ្នឹងទៅទាំងអស់គ្មានសល់មួយទេហើយមេម្ដាយនេះខំប្រឹងចេញទៅរកចំណៃយកមកឲ្យកូននឹងរឿងគេលេងឲ្យយើងរៀនពិចារណារឿងកតិលោកឯងមិនមែនរឿងព្រះសម្ដែងហើយដល់អាមេនេះម្ដាយក្រួចនេះត្រឡប់ពីរកចំណៃមកវិញស្រាប់តែឃើញកូនហ្នឹងងាប់ទាំងអស់បែកឈាមបែកទ្រូងស្លាប់ទាំងអស់ហើយឃើញដានជើងដំរីច្បាស់ណាស់ដល់កន្លែងទៅឃើញដំរីដើរទៅមិនតាន់ផុតទេហើយមកដានជើងនោះវានៅជាប់ដាននៅតែហ្នឹងអញ្ចឹងទៅក៏ដឹងច្បាស់ថាដំរីនឹងជន់ហ្នឹងជន់កូនឲ្យស្លាប់តើអញ្ចឹងទៅរត់ទៅនិយាយជាមួយដំរីលោកឯងជន់កូនខ្ញុំឲ្យស្លាប់ហើយលោកឯងសងជំងឺចិត្តខ្ញុំលោកឯងធ្វើយ៉ាងម៉េចចំពោះខ្ញុំលោកឯងដោះស្រាយយ៉ាងម៉េចឥឡូវលោកឯងជន់កូនខ្ញុំលោកឯងត្រូវទទួលខុសត្រូវដំរីគេសើចគេថាអញគ្មានទទួលខុសត្រូវអីទេអញមិនដឹងទេហ្នឹងអញដើរតែអញអីចឹងរៀបរាប់និយាយតែអញចឹងតែអាចន់ឲ្យមិនព្រមទទួលខុសត្រូវទទួលខុសត្រូវនេះគេចង់សម្ដៅមិនមែនឲ្យសងជំងឺចិត្ត$20000ដូចយើងទេគ្រួចតែយកលុយ20000មកទៅអីហ្នឹងគេនិយាយថាឯងត្រូវទទួលខុសត្រូវនេះគឺសម្ដៅថាឲ្យដំរីនេះវាចេះទទួលខុសត្រូវសុំទោសខមាទោសចំពោះគេជាម្ដាយឲ្យសុំទោសគេឲ្យនិយាយពាក្យទទួលខុសត្រូវតែខ្លួនឯងពិតជាទទួលខុសមែនគេចង់សម្ដៅចឹងណាខ្ញុំគេនិយាយភាសានេះគេចឹងឯងប៉ុន្តែមកប្រែខ្ញុំស្រាប់គេលើស្រាប់ភាសាគ្រួចមិនបានចឹងទៅដំរីនេះគេសើចចំអកគេថាឯងតែប្រឹងអ្នកណាប្រឹងទៅឯងទៅធ្វើណៃណាធ្វើអញធ្វើអីអញកើតបែរគ្រួចប៉ាន់មេជើងហ្នឹងឯងដំរីប៉ាន់ណាណៃឯងធ្វើអីអញកើតណែគេធ្វើភើយគេដើរទៅធ្វើមិនដឹងចឹងណាហ្នឹងឯងរឿងដែលថ្មចង់និយាយថាអ្នកមានអុកញ៉ាអេដំអ្នកធំក៏មើងងាយយើងអ្នកក្រនេះបែកគ្នាតែគេមើងងាយយើងកើតតែយើងអត់ចេះឆ្លាញ់គ្នាទេតែបើយើងចេះសាមគ្គីគ្នាចេះឆ្លាញ់គ្នាអ្នកធំប៉ុណ្ណាក៏ធ្វើឲ្យយើងកើតដែរចឹងទៅដល់ពេលគេដើរធ្វើភើយមិនទទួលខុសត្រូវចឹងទៅគ្រួចនេះក៏មិនដឹងធ្វើអីគេកើតដែរដើរត្រឡប់មកវិញយំឲ្យសស្រាក់ចឹងទៅដល់អញ្ចឹងទៅជួបបងសភាទន្សាយក្នុងរឿងទាំងអស់នៃរឿងនិទានខ្មែរយើងមិនចោលសភាទន្សាយហ្នឹងទេប៉ុន្តែសភាទន្សាយនេះឆ្លាតម្លឹងប៉ុន្តែទៅចាញ់ខ្យងណាអាមនុស្សយើងចឹងដែរឆ្លាតពេកប៉ុន្តែទៅចាញ់ខ្យងខ្ញុំមើលហ្នឹងហើយកុំនិយាយរឿងណាទៅនិយាយទៅទៀតឡានតែខ្យងហ្នឹងវិញនិយាយរឿងគ្រួចខ្ញុំមើលមកចប់ហើយដល់ពេលមកយំជួបបងសភាទន្សាយសួរហើយបើឯងមានរឿងអីបានមកយំស្រែកហូរទឹកភ្នែកអត់ទៅស្រាក់ចឹងគ្រួចនេះក៏រៀបរាប់តាមដំណើររឿងចឹងទៅបងហើយដំរីដើរទៅស្រាក់សសាំពីណាស្លាក់សស្រើកមកអត់មើលសបុកកូនខ្ញុំជន់កូនខ្ញុំងាប់ទាំងអស់7 8នាក់ខ្ញុំឡាយចេញទៅរកចំណៃអត់បាននាំកូនចេញផុតពីជើងដំរីមិនបានស្រែកប្រាប់ដំរីចឹងលោកដំរីបងដំរីនោះមកជន់កូនខ្ញុំងាប់ទាំងអស់ហើយក៏មិនទទួលខុសត្រូវដែរសើចចំអកឲ្យខ្ញុំទៀតបងគិតមើលខ្ញុំជួយចាប់ណាហ្នឹងចឹងទៅសភាទន្សាយថាមិនអីទេចាំយើងជួយរកវិធីឥឡូវអ្នកឯងចង់បានយ៉ាងម៉េចខ្ញុំចង់ធ្វើឲ្យដំរីនឹងវិនិច្ឆ័យដូចកូនខ្ញុំវិនិច្ឆ័យដូចឆ្នោះដែរចឹងសភាទន្សាយថាមិនអីទេចឹងបងឯងទៅពឹងដបងឲ្យទៅពឹងកុកប្រាប់ឲ្យកុកហ្នឹងពេលណាដំរីដេកលក់ឲ្យទៅទុំទៅលើចាក់ភ្នែកឲ្យធ្លាយសិនចឹងទៅគេទៅពឹងបងកុកហ្នឹងប្រាប់ថាបងពេលណាឃើញដំរីដេកលក់ភ្លេចខ្លួនបងឯងទៅទុំទៅលើជួយចាក់ភ្នែកដំរីហ្នឹងឲ្យខ្វាក់សិនហ្នឹងដល់ពឹងឲ្យកុកហ្នឹងទៅចាក់ភ្នែកឲ្យខ្វាក់ហើយអាសាសារកាវាទៅចាក់ភ្នែកខ្វាក់ទៅបានបើប្រាប់ទន្សាយទៀតណាបងឥឡូវភ្នែកដំរីខ្វាក់ទាំងពីរហើយបើខ្វាក់ហើយទៅពឹងបងរុយទៅប្រាប់បងរុយឲ្យជួយពងបែកដាក់នៅភ្នែកកន្លែងបែកហ្នឹងផងខ្ញុំឯងឃើញវាសាមគ្គីគ្នាគ្រប់តំណាក់ទាំងអស់ចឹងទៅអារុយនេះគេហៅទៅចឹងគេទៅទុំទៅលើគេអាចដាក់ណាអាចមានពងវាសណាពងឲ្យមកពងមកអាចគេនឹងប្រហែល1000កូនឯនោះយូហ្នឹងអាចមកប៉ពេញភ្នែកចឹងទៅកើតកៅពេញក្នុងស៊ីរូងរុកចិត្តតែស្អុយទៅធំទៅឈឺទៅមើលឯងឃើញអីទាំងអស់ដល់ចឹងទៅគេប៉ឹងកែបទៅប្រាប់ផ្សាយទៀតដែរបងឥឡូវបងរុយគាត់សម្រាប់ការងារគាត់ហើយគាត់ទៅអាចដាក់ឥឡូវនឹងកើតកៅពេញភ្នែកហើយបើអញ្ចឹងទេឥឡូវទៅប៉ឹងបងកែបទៀតឲ្យពេលធម្មតាភ្នែកមើលអីលែងឃើញចំណៃក៏ស៊ីលែងកើតទឹកក៏ស្រែកដល់អញ្ចឹងវាមិនដឹងមើលតែពាំងទឹកនៅតាណាពឹងបងកែបឲ្យរត់ទៅឡើងលើភ្នំទៅដល់លើកពូលភ្នំមាត់ជ្រោះឲ្យស្រែកអោកទៅដូចកន្លែងហ្នឹងធម្មតាតម្រៃតែវាលើសូបើភ្នែកទៅមើលមិនឃើញតែលើសូកែបយំណាវាស្មានតែពាំងទឹកនៅតាណាហើយអញ្ចឹងវាមិនដើរទៅសម្លេងចឹងកែបគេឡើងទៅដល់លើភ្នំដល់មាត់ជ្រោះគេយំអោកណាអាហ្នឹងងាប់ព្រោះមាត់ឲ្យគេងាប់ព្រោះមាត់អាខ្លួនឯងងាប់ព្រោះមាត់ហ្នឹងដែរអាហ្នឹងគេយកជាមេរៀនមកដែរថាធ្វើជាមនុស្សកុំឲ្យទៅជាមនុស្សកែបងាយឃើញចង្រៃអាតម្លៃងាប់ដោយសារមាត់កែបហ្នឹងដែរហើយអាខ្លួនឯងងាប់ដោយសារមាត់ហ្នឹងដែរឲ្យគេងាប់ដោយសារមាត់អាខ្លួនឯងងាប់ដោយសារមាត់អ្នកឆ្លោះពេលធ្លាក់ភ្លៀងដើមឆ្នាំអីហ្នឹងតាឆ្លោះកាន់ពិលទៅគ្មានរងកែបឃើញប៉ុន្តែនោះវាអោកលើសម្លេងណាចុចពិលទៅឃើញភ្នែកដល់ឃើញភ្នែកគេនិយាយដូចឯងជួនខ្លួនឯងឆ្លោះចឹងហ្នឹងនៅវត្តតាយុ5ឆ្នាំបើគេឆ្លងកែបចឹងមែនតែអោកតាណាទៅគេបាញ់អាភ្លើងពិលហ្នឹងតាហ្នឹងឃើញភ្នែកគេភ្លឺគេរត់ទៅតាមដល់រត់ទៅតាមវាទៅចេញធ្លាក់ភ្លៀងដំបូងវាទៅចេញពីមាត់រុនមកមិនតាន់តាណាឆ្ងាយដល់ពេលមនុស្សមកដល់វាភ័យវាមិនដឹងតាណាអត់តាន់មានទឹកកាពាំងលោតរត់ចូលហ៊ុនវិញហើយដល់រត់ចូលហ៊ុនវិញអាមនុស្សនេះធ្វើអីមិនចាក់ទឹកដៅចូលបើមិនចាក់ទឹកដៅចូលទេទៅទាញអាកវ៉ាហ្នឹងដាក់ខ្វោកទឹកខ្វាមកងាប់ទាំងអាម្ចាស់ផ្ទះទាំងអីនេះទៀតមកទាំងក្តាមមកទាំងកែបអាម្ចាស់ផ្ទះគេក្តាមនេះងាប់តែអាម្ចាស់ផ្ទះនេះទៀតអាហ្នឹងបើគេថាកុំឲ្យរស់ជាមនុស្សធ្វើជាមនុស្សកែបហើយដល់ចឹងបងកែបនេះគេឡើងទៅលើកពូលភ្នំទៅដល់មាត់ជ្រោះហ្នឹងគេក៏យំអោកចឹងទៅអាតម្រៃនេះវាស្រែកទឹកដល់វាស្រែកទឹកមកវាឈឺអាភ្នែកទៅកៅបុករុកផងនោះវាចង់ចុះទៅក្នុងទឹកដល់ចុះដាក់ដើរសំដៅទៅសំលេងទៅដល់មាត់ជ្រោះហ្នឹងក៏បាត់សំលេងហ្នឹងទៅដល់បាត់សំលេងហ្នឹងទៅវាមិនដឹងទៅណាដើរវាជើងតិចទៅអល់ធ្លាក់ចូលក្នុងជ្រោះហ្នឹងបុកជាមួយនឹងឈើជ្រុងហ្នឹងធ្លាយពោះស្លាប់នៅតែហ្នឹងទៅ